ឃើញគេចាប់បងភុងយុទ្ធថ្ងៃមិញខ្ញុំចេះតែសម័យថាបើសិនជាថៃឆ្លៀនពៀនកាន់កាប់ខ្មែរបានណាខ្ញុំគិតថារស់នៅស្រួលជាងសង្គមអតីតឆានសប្តាហ៍ហ្នឹងបងប្អូនបើនិយាយអំពីខ្មែរលើក្រុមការដឹកនាំរបស់ថៃកន្លងមកណាខ្មែរលើដូចជាមានសេរីភាពជាងខ្មែរកណ្ដាលទៀតណាបើនិយាយអំពីខ្មែរកណ្ដាលនេះក្រុមការដឹកនាំខ្មែរដូចគ្នានេះនិយាយភាសាខ្មែរដូចគ្នានេះវាចាប់វាសម្លាប់គ្រប់បែបយ៉ាងអញ្ចឹងហើយបងប្អូនបើសិនជាថៃអាចគ្រប់គ្រងខ្មែរបានខ្ញុំគិតថាដូចជាក្រំបើជាងអាសង្គមលេរិឆាននេះហ្នឹងបងប្អូនតាមពិតទៅខ្ញុំនិយាយដល់បងភូមិយុទ្ធថ្ងៃមិញណាបើការចាប់ខ្លួនគាត់គឺអត់ចំណែកទេបងប្អូនមូលហេតុអីបងប្អូនបើនិយាយអំពីការលើកឡើងរបស់គាត់នៅលើបណ្ដាញសង្គមទូទៅអ្នកលេងនយោបាយអ្នកតាមដានពីបញ្ហាសង្គមតែភ្ជាប់នៅវីដេអូរបស់គាត់ព្រោះពាក្យសម្ដីដែលវ័យដែលគាត់និយាយឡើងបងប្អូនចិត្តដុតមែនតើសម្ដីរបស់គាត់ខ្លាំងជាងអាបណ្ឌិតចូលម៉ាស៊ីនមួយចំនួនលក់ក្បាលណាបំរើអាចូលម៉ាស៊ីនពីណអូកូនទៀតអញ្ចឹងបងប្អូនត្រូវចូលឲ្យក្នុងស្រុកខ្មែរនៅពេលបច្ចុប្បន្នណាអាចនិយាយបានខ្លាំងដូចគាត់កែដូចគាត់អត់មានទេណារឿងនេះសំខាន់ណាស់បងប្អូនបើនិយាយអំពីអ្នកនយោបាយខ្ញុំអត់និយាយទេណាតែបើនិយាយអំពីអ្នកដែលហ៊ាននិយាយបងភុងយុទ្ធនេះជាមនុស្សដែលលេចធ្លោខ្លាំងបំផុតណាហើយបន្ទាប់ពីនេះត្រូវបានចាប់ជាលើកទី3ក៏ដោយត្រូវមានការទិញគាត់ក៏ដោយអីក៏ដោយប៉ុន្តែគាត់មិនអាចលក់អដងកតិគាត់បានទេហើយគាត់គ្រាន់ជាមនុស្សពិការទេបងប្អូនណាអញ្ចឹងហើយត្រឡប់ថយក្រោយវិញភាសាបើសិនជាថៃឆ្លៀនពៀនណាខ្ញុំគិតតបទៅដូចជាក្រនបើជាងអាសង្គមដេរិឆាននេះឬយ៉ាងម៉េចបងប្អូនណាគិតទៅខ្មែរដូចគ្នានិយាយភាសាខ្មែរដូចគ្នាវាស្ដាប់មិនបានវាកាប់វាសម្លាប់ណាវាដើម្បីតែផលប្រយោជន៍របស់ពួកវាមកក្រុមតូចនេះណាយើងជាប្រជាជនខ្មែរយើងជាម្ចាស់ប្រទេសយើងមានសិទ្ធិនិយាយ